ពិធីសារថែទាំការលាងរបួសទម្រង់ការពិនិត្យបច្ចេកបញ្ជាផ្ដល់ថ្នាំបំបត្តិការជាចាប់30នាទីមុនពេលធ្វើការលាងរបួសបើចាំបាច់ពន្យល់ពីគោលបំណងនិងទម្រង់ការដល់អ្នកជំងឺក្រុមគ្រួសារនិងសុំការអនុញ្ញាតដោយផ្ទាល់មាត់បិទបាំងអ្នកជំងឺធ្វើអនាម័យដៃជាមួយទឹកស្អាតនិងសាប៊ូដាក់អ្នកជំងឺក្នុងស្ថានភាពសុខស្រួលនិងងាយស្រួលសម្រាប់ធ្វើការលាងរបួសធ្វើអនាម័យដៃជាមួយទឹកស្អាតនិងសាប៊ូពាក់ស្រោមដៃស្អាតបើត្រូវការបកស្បែកចាស់បកស្បែកចាស់លើមុខរបួសចេញនិងដោះស្រោមដៃបោះចោលក្នុងធុងសម្រាមឆ្លងរោគរួចធ្វើអនាម័យដៃជាមួយទឹកស្អាតនិងសាប៊ូបើកញ្ចប់លាងរបួសដោយរក្សាភាពស្តេរីលរៀបចំសម្ភារៈនិងសូលូស្យូនដែលត្រូវប្រើលើកន្លែងស្តេរីលពាក់ស្រោមដៃស្តេរីលប្រើដំបៀតនិងដង្កៀបចាប់ស្បែកជូតសម្អាតរបួសលាងរបួសជាមួយស្បៃនិងសូលូស្យូនដោយឡែកពីគ្នាចំពោះការលាងសម្អាតម្ដងរបួសបង្ករោគជូតពីកន្លែងកខ្វក់តិចទៅកន្លែងកខ្វក់ច្រើនរបួសមិនបង្ករោគជូតពីក្នុងមុខរបួសចេញមកក្រៅរបួសមិនបង្ករោគជូតពីក្នុងមុខរបួសចេញមកក្រៅជូតសម្ងួតមុខរបួសដោយស្បៃស្តេរីលដាក់ស្បៃស្តេរីលនៅលើមុខរបួសគ្របស្បៃបន្ថែមទៅលើមុខរបួសបិទបង់ស្អិតនិងសរសេរកាលបរិច្ឆេទលើបង់ស្អិតតាមដានការឈឺចាប់និងភាពសុខស្រួលរបស់អ្នកជំងឺរៀបចំស្ថានភាពអ្នកជំងឺឲ្យមានផាសុកភាពបោះចោលសម្ភារៈកខ្វក់និងលាងសម្អាតទៅតាមគោលការណ៍ណែនាំការបង្ការនិងត្រួតពិនិត្យការចម្លងរោគនៃក្រសួងសុខាភិបាលដោះស្រោមដៃចេញធ្វើអនាម័យដៃកត់ត្រាពីថ្ងៃខែឆ្នាំសភាពរបួសនិងល្បាយដែលបានប្រើទៅក្នុងសំណុំលិខិតអ្នកជំងឺរាយការណ៍ពីសភាពមិនធម្មតានៃរបួសទៅប្រធានក្រុមនិងគ្រូពេទ្យ